ព្រះគម្ពីរហេណុកចំពុកទី105ជាចំពុកបញ្ចប់នៅថ្ងៃនេះខ្ញុំនឹងបញ្ចប់នៅព្រះគម្ពីរហេណុកមានពេលមួយកូនប្រុសរបស់ខ្ញុំម៉ូធូសាឡាបានយកប្រពន្ធម្នាក់ឲ្យកូនប្រុសរបស់គាត់គឺឡាមេកនាងក៏បានមានទម្ងន់ដោយសារគាត់ក៏បង្កើតបានកូនមួយចេញមកសាច់របស់ទារកនោះមានពណ៌សដូចជាហមៈនិងក្រហមដូចជាផ្កាកុលាបឯចំណែកសក់នៅលើក្បាលទាំងមូលគឺសដូចជារោមចៀមហើយវែងភ្នែកទាំងគូស្រស់ស្អាតនៅពេលដែលគាត់បើកភ្នែករបស់គាត់មានពន្លឺពេញផ្ទះដូចជាព្រះអាទិត្យផ្ទះទាំងមូលចែងចាំងដោយពន្លឺហើយនៅពេលដែលគាត់ត្រូវបានយកចេញពីដៃឆ្មបគាត់ក៏បើកមាត់ឡើងគាត់បាននិយាយទៅកាន់ព្រះនៃសេចក្តីសុចរិតឯឡាមេកដែលជាឪពុករបស់គាត់មានការភ័យខ្លាចចំពោះគាត់ណាស់ក៏បានរត់ភៀសខ្លួនមកកាន់ផ្ទះរបស់ឪពុកគាត់ម៉ូធូសាឡានិងបាននិយាយថាខ្ញុំបានទទួលកូនប្រុសមួយដែលទើបនឹងកើតមកដែលមិនដូចជាក្មេងដទៃទៀតសោះគាត់ហាក់ដូចជាមិនមែនជាមនុស្សប៉ុន្តែប្រហាក់ប្រហែលទៅនឹងពូជពង្សរបស់ពួកទេវតានៃឋានសួគ៌ទៅវិញគឺខុសប្លែកពីលក្ខណៈធម្មជាតិរបស់ពួកយើងអ្វីៗទាំងអស់មិនដូចជាពួកយើងសោះខ្ញុំសូមបញ្ជាក់នៅកន្លែងហ្នឹងហេតុអីបានជាឡាមេកគាត់ខ្លាចពីព្រោះចំនួននោះគឺជាចំនួនដែលមិនទាន់ត្រូវបានលុបបំបាត់ដោយទឹកចំនួននៅឡើយទេហើយចំនួននោះឯងគឺមុនបន្តរហូតដល់គាត់ហ្នឹងគឺជាចំនួនដែលទេវតាធ្លាក់ចុះទាំង200ហ្នឹងយកមនុស្សស្រីធ្វើជាប្រពន្ធអញ្ចឹងហើយបានជាគាត់និយាយថាដូចជាពួកពងទេវតាឃើញទេអញ្ចឹងកន្លែងនេះអាចបញ្ជាក់បានថាមិនមែនជាកូនមនុស្សជាពូជនៃទេវតាហើយតែមនុស្សដេកនៅជាមួយទេវតាគឺខុសនេះបងប្អូនគឺសូមឲ្យយើងនៅពេលដែលយើងអានសូមចាប់អារម្មណ៍ទៅនឹងសម័យកាលនោះហើយគឺជាសម័យកាលនៃការធ្លាក់ចុះរបស់ទេវតាទាំង200ដែលមើលថែសារផែនដីដែលយកមនុស្សស្រីទៅជាប្រពន្ធអញ្ចឹងហើយបានជាឡាមេកគាត់មានការភ័យខ្លាចឡាមេកជាចៅរបស់លោកហោរ៉ាហេណុកជាឪពុករបស់លោកណូអេហើយឡាមេកគាត់មិនសូវមានជំនឿណាស់នោះទេខ្ញុំសូមបញ្ជាក់តែប៉ុណ្្នឹងបន្តទៀតភ្នែករបស់គាត់មានពន្លឺដូចជាកាំរស្មីព្រះអាទិត្យមុខមាត់មានសរីរុងរឿងហើយមើលទៅគាត់មិនដូចជាខ្ញុំសោះតែបែរជាដូចទៅពួកទេវតាទៅវិញខ្ញុំខ្លាចណាស់កែលោមានការអស្ចារ្យអ្វីមួយដែលនឹងត្រូវកើតឡើងនៅក្នុងចំនួនគាត់ទេដឹងហើយឥឡូវនេះលោកឪពុកអើយខ្ញុំសូមអង្វរលោកឪពុកទៅសួរដល់អាយកោរបស់ពួកយើងគឺលោកតាហេណុកហើយឲ្យដើម្បីឲ្យបានដឹងការពិតពីគាត់ព្រោះគាត់ធ្លាប់នៅជាមួយនឹងពួកទេវតាស្រាប់នៅពេលដែលម៉ូធូសាឡាបានឮពាក្យរបស់កូនប្រុសគាត់ក៏មកជួបខ្ញុំនៅឯចុងបំផុតនៃផែនដីព្រោះគាត់ធ្លាប់បានដឹងតាំងពីមុនមកថាខ្ញុំនៅទីនោះហើយគាត់ក៏បានស្រែកហៅមកកាន់ខ្ញុំបានឮសំឡេងរបស់គាត់ហើយក៏ចេញទៅជួបគាត់ដោយនិយាយថាមើលយើងនៅទីនេះហើយកូនប្រុសតើដោយកិច្ចអ្វីដែលឯងមកទីនេះដើម្បីជួបយើងគាត់បានឆ្លើយនិងបាននិយាយថាគឺតាក់ទងរឿងរ៉ាវនៃព្រឹត្តិការណ៍ដ៏ធំមួយដែលធ្វើឲ្យខ្ញុំមកហើយរឿងនោះគឺជាសញ្ញាដ៏ចម្លែកដែលរកយល់ពុំបានទើបខ្ញុំចូលមកចិត្តលោកឪពុកឥឡូវនេះលោកឪពុកអើយសូមស្ដាប់ខ្ញុំមានកូនប្រុសមួយបានកើតដល់កូនរបស់ខ្ញុំឡាមេកតែមិនដូចជាគាត់សោះដែលមានលក្ខណៈធម្មជាតិមិនដូចតាមធម្មតារបស់មនុស្សសម្បុររបស់គាត់សជាងហេមៈហើយក្រហមជាងផ្កាកុលាបសក់នៅលើក្បាលសជាងរោមចៀមភ្នែកដូចជាកាំរស្មីរបស់ព្រះអាទិត្យនៅពេលដែលគាត់បើកភ្នែកនោះមានពន្លឺពេញផ្ទះនៅពេលដែលគេយកចេញពីដៃឆ្មបគាត់បានបើកមាត់ហើយថ្វាយព្រះពរទៅកាន់ព្រះនិឋានសួគ៌ឪពុករបស់គាត់ឡាមេកបានមានការភ័យខ្លាចហើយក៏បានរត់មករកខ្ញុំដោយមិនជឿថាកូននោះជាកូនរបស់គាត់ប៉ុន្តែកូននោះមានភាពដូចជាពួកទេវតានៃឋានសួគ៌ទៅវិញហើយមើលខ្ញុំបានមកជួបលោកឪពុកដែលអាចចង្អុលបង្ហាញការពិតអំពីរឿងរ៉ាវទាំងនេះ
បន្ទាប់មកខ្ញុំហេណុកបានឆ្លើយថាព្រះទ្រង់នឹងអនុវត្តផែនការថ្មីមួយនៅលើផែនដីរឿងនេះខ្ញុំបានបញ្យល់ដោយបានឃើញនៅក្នុងនិមិត្តមួយហើយបានបង្ហាញដល់ឯងថាក្នុងចំនួនឪពុករបស់យើងយ៉ារ៉េតគឺអស់អ្នកបានចុះមកពីឋានសួគ៌បានធ្វើប្រហែសមិនស្ដាប់តាមព្រះបន្ទូលព្រះហើយមើលពួកគេបានតាំងចិត្តធ្វើអំពើទុច្ចរិតពួកគេចងក្រងជាក្រុមតាមថ្នាក់ហើយបានចុះមកប្រឡូកប្រឡាក់ជាមួយមនុស្សស្រីពួកគេទាំងអស់ក៏បានរួបរวมគ្នាបះបោរព្រមទាំងបានរៀបការនឹងចាប់ផ្ដើមបង្កើតកូនចៅការបំផ្លាញដ៏ធំមួយនឹងត្រូវធ្លាក់មកពេញលើផែនដីគឺទឹកជំនន់លិចហើយការនេះនឹងបំផ្លាញផែនដីរយៈពេល1ឆ្នាំកូនប្រុសនេះដែលបានកើតដល់ឯងនឹងត្រូវរួចជីវិតនៅលើផែនដីនេះហើយក៏មានកូនប្រុស3នាក់ទៀតដែលបានសង្គ្រោះជាមួយគាត់នៅពេលដែលមនុស្សគ្រប់ប្រភេទដែលរស់នៅលើផែនដីទាំងអស់ត្រូវស្លាប់ឯគាត់នឹងត្រូវបានទទួលបានការសង្គ្រោះវិញហើយអ្នកចំនួនក្រោយរបស់គាត់នឹងត្រូវកើតលើផែនដីដែលយៈរស់នៅនេះមិនមែនខាងវិញ្ញាណទេគឺខាងសាច់ឈាមនៅលើផែនដីនឹងត្រូវកើតមានការដាក់ទណ្ឌកម្មមួយយ៉ាងធំត្រូវបានអនុវត្តហើយវាគឺជាការលាងសម្អាតអ្វីៗដែលកើតមកពីការពុករលួយហើយដូច្នេះហើយឥឡូវនេះចូលប្រាប់ទៅកូនប្រុសរបស់ឯងឡាមេកថាទារកដែលបានកើតមកនោះគឺជាកូនរបស់គាត់យ៉ាងពិតប្រាកដហើយគាត់ត្រូវហៅឈ្មោះថាណូអេព្រោះគាត់គឺជាអ្នកដែលបានរួចជីវិតគាត់ហើយនឹងកូនចៅរបស់គាត់នឹងត្រូវបានទទួលការសង្គ្រោះពីការពុករលួយដែលនឹងកើតនៅក្នុងពិភពលោកនេះចេញពីអំពើបាបទាំងអស់និងពីគ្រប់អំពើទុច្ចរិតដែលនឹងកើតរាលដាលពេញផែនដីក្នុងចំនួនគាត់ហើយបន្តមកទៀតនឹងមានអំពើទុច្ចរិតកើតឡើងលើផែនដីធំជាងមុនដែលនឹងរីករាលដាលពេញផែនដីម្ដងទៀតព្រោះយើងបានដឹងបានយល់ពីអាចកំបាំងដ៏បរិសុទ្ធនេះដោយសារព្រះអង្គទ្រង់បានបើកបង្ហាញនិងបានបញ្យល់មកកាន់យើងហើយយើងក៏បានអានសិលាចារឹកនៅក្នុងនគរឋានសួគ៌ដែរនៅក្នុងការកត់ត្រានោះយើងបានឃើញអំពីពួកគេពីមួយចំនួនទៅមួយចំនួនទៀតដែលនឹងត្រូវបះបោរប្រឆាំងរហូតទាល់តែដល់ពូជរបស់មនុស្សសុចរិតម្នាក់បានត្រូវរះឡើងនិងរហូតដល់ការបះបោរប្រឆាំងរួមទាំងអំពើអាក្រក់នឹងត្រូវវិនិច្ឆ័យចេញពីផែនដីហើយចុងក្រោយអ្វីៗដែលល្អនឹងត្រូវត្រឡប់មកមាននៅលើផែនដីវិញឥឡូវនេះកូនប្រុសអើយចូលទៅប្រាប់កូនប្រុសរបស់ឯងឡាមេកចុះថាកូនដែលកើតនោះគឺជាកូនរបស់គាត់យ៉ាងពិតប្រាកដហើយមិនមែនជាការបោកប្រាស់អ្វីនោះទេនៅពេលដែលមន្ទូលសាឡាបានលើសម្ដីរបស់ពួកគាត់ហេណុកដែលបានបង្ហាញអស់ទាំងការអាថ៌កំបាំងដល់គាត់ហើយនោះគាត់បានត្រឡប់ទៅវិញហើយក៏បានយល់និងហៅឈ្មោះកូននោះថាណូអេពីព្រោះគាត់គឺជាអ្នកដែលធ្វើឲ្យផែនដីស្រាកស្រានពីទុក្ខសោកនៅលើរឿងរ៉ាវនៃការបំផ្លាញរបស់វាឯសិភៅផ្សេងទៀតដែលលោកហោរ៉ៃណុកបានសរសេរសម្រាប់កូនប្រុសរបស់គាត់បន្ទូលសាឡាហើយក៏សម្រាប់អ្នកមកក្រោយបន្តពីគាត់ដែលអាចការពារនិងដឹកនាំពួកគេឲ្យបានបរិសុទ្ធរហូតដល់ថ្ងៃចុងក្រោយអស់អ្នកគឺជាអ្នកដែលបានធ្វើការយ៉ាងនេះហត់អើយចូលរងចាំថ្ងៃនោះចុះរហូតទាល់តែពួកអ្នកដែលធ្វើអំពើអាក្រក់ត្រូវបានបំផ្លាញអស់ទៅក៏ដូចជាអំណាចនៃសេចក្តីអាក្រក់នឹងត្រូវបានសាបសូន្យអស់ដែរគឺរងចាំដល់អំពើបាបនឹងត្រូវកន្លងបាត់ទៅចំណែកឈ្មោះរបស់ពួកគេនឹងត្រូវបានលុបចេញពីបញ្ជីនៃសិភៅបរិសុទ្ធឯពូជពង្សរបស់ពួកគេនឹងត្រូវបានបំផ្លាញចោលចេញព្រមទាំងវិញ្ញាណរបស់ពួកគេទាំងអស់ដែរក៏នឹងត្រូវបំផ្លាញចោលដូចគ្នាពួកគេនឹងត្រូវស្រែកយំហើយទួញសោកនៅកន្លែងដ៏ធំល្វឹងល្វើយមួយនៅបាតខាងក្រោមសុទ្ធតែភ្លើងពួកគេនឹងត្រូវឆេះនៅទីនោះដែលខ្ញុំបានឃើញវាដូចជាពពកតែមិនអាចមើលឃើញដល់ទីបញ្ចប់របស់វាបានទេចាប់ពីជម្រៅរបស់វាដល់កម្ពស់ខ្ញុំមិនអាចស្មានដឹងថាទំហំប៉ុណ្ណាក៏មិនបានឃើញអណ្ដាតភ្លើងឆេះខ្ញុំក៏បានឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធើញ
ភ្លឺព្រាកព្រាកមានភ្នំជាច្រើនវិលជុំវិញទីនោះធ្វើឲ្យរំជុំពីម្ខាងទៅម្ខាងអញ្ចឹងព្រះគម្ពីរហេណុកគឺមានការទៅសេមានមុនមានក្រោយមានលោកអ្នកអានទៅឃើញថាវាមានលក្ខណៈប្រច្រាស់ប្រដោយប៉ុន្តែបើសិនជាលោកអ្នកអានដោយយកដាក់លោកអ្នកនឹងអាចសរុបបាននៅការពិតមួយចំនួនអញ្ចឹងបន្ទាប់ពីលោកហេណុកបានបញ្យល់ដល់លោកកូនគាត់ប្រុសរបស់គាត់គឺមធុសាឡានឹងហើយឲ្យមកប្រាប់ឡាមេកដែលឡាមេកជាកូនរបស់មធុសាឡានឹងឲ្យយល់ពីការនឹងហើយអញ្ចឹងហើយក៏គាត់ក៏បាននិយាយអំពីរឿងអំពីកន្លែងដែលជំនុំជម្រះអញ្ចឹងកន្លែងហ្នឹងគឺមើលអត់ឃើញជម្រៅមើលអត់ឃើញប្រវែងប៉ុន្តែឃើញតែភ្លើងហើយភ្នំវិលចុះវិលឡើងគឺវឹកវរមែនទែនលោកបងប្អូនអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងដើម្បីឲ្យយល់អញ្ចឹងគាត់ក៏បានរៀបរាប់ពីរឿងហ្នឹងតែរឿងមុននោះគឺរឿងសួរអំពីកំណើតរបស់លោកណូអេទេអញ្ចឹងយើងឃើញថាកំណើតរបស់អ្នកដែលត្រូវបានជ្រើសរើសអ្នកដែលសុចរិតរបស់ជ្រើសរើសគឺមិនធម្មតាទេកំណើតរបស់លោកណូអេកំណើតរបស់លោកហោរ៉ៃណុកកំណើតរបស់លោកអាប់រ៉ាហាំកំណើតរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវសុទ្ធសឹងតែបានរៀបចំជាស្រេចណាបងណានេះគេហៅថាអ្នកដែលមានប្រេងតាំងអ្នកដែលបងត្រូវបានជ្រើសរើសមិនធម្មតាទេដូច្នេះហើយក្នុងជីវិតម្នាក់យើងមិនអាចមើលស្រាលទៅកាន់ជីវិតនរណាម្នាក់បានដោយការកំណត់ឃើញរូបភាពខាងក្រៅរបស់គេបានឡើយដូចជាព្រះអង្គម្ចាស់ព្រះយេស៊ូវបើមានមនុស្សម្នាក់គាត់ធ្លាប់និយាយថាបើសិនជាយើងកើតតន់នៅក្នុងចំនួនរបស់ព្រះអង្គនៅពេលព្រះអង្គប្រសូតណាយើងក៏ប្រហែលជាមិនអាចទទួលស្គាល់ព្រះអង្គបានដែរក៏ដូចជាជនជាតិអ៊ីស្រាអែលដែរយើងថាពេលដែលយើងអាននៅក្នុងចំនួននេះយើងហាក់ដូចជាមានសេចក្តីជំនឿហើយជឿទៅទុកចិត្តថាព្រះអង្គគឺជាព្រះអង្គដែលបានរៀបចំទុកជាស្រេចសម្រាប់ការសង្គ្រោះនឹងប៉ុន្តែបើមើលទៅភាពជាក់ស្ដែងរបស់ព្រះអង្គគឺបានចែងទុកនៅក្នុងព្រះគម្ពីរអេសាយបានសង្កត់ធ្ងន់ថាព្រះអង្គមានរូបរាងល្អទេយើងបងប្អូនយើងមើលបទទំនាយដែលហោរ៉ាអេសាយបានថ្លែងមានថាទ្រង់ទ្រាយរបស់ព្រះអង្គហើយកំណើតដែលព្រះអង្គយោងយកមកនោះក៏មិនមែនជាកូនអ្នកមានធូរធារអីដែរនិយាយឃើញទេតែចុះសាយភេម៉ារីគាត់លំបាកកូនច្រើនហើយកូនបងប្អូនរបស់ព្រះអង្គត្រូវទៅនៅធ្វើការឲ្យគេហើយយូសាបជាជាងឈើអញ្ចឹងបើសិនជាយើងកើតតន់នឹងចំនួនព្រះអង្គប្រហែលគឺយើងពេលខ្លះក៏យើងបដិសេធដែរក៏យើងប្រហែលជាមិនជឿថាព្រះអង្គជាព្រះអង្គសង្គ្រោះដែលត្រូវយើងមកដែរអញ្ចឹងយើងមិនគ្រាន់បើជាងជនជាតិអ៊ីស្រាអែលប្រមាណទេនៅពេលយើងអានឃើញថាជនជាតិអ៊ីស្រាអែលបដិសេធព្រះសង្គ្រោះសូមយើងពិចារណាទៅលើហេតុផលតើហេតុអីបានជាគេបដិសេធទី1ព្រះអង្គមានបន្ទូលថាដោយចិត្តគេរឹងអ្នកខ្លះយល់ដឹងថាព្រះអង្គធ្វើស្របតាមក្រឹតវិន័យតាមបទទំនាយហើយប៉ុន្តែនៅតែជំនះអត់ព្រមជឿពីព្រោះព្រះអង្គដូចទៀបថោកពេកឋានៈព្រះអង្គដូចទៀបថោកពេកអញ្ចឹងហើយបានជារឿងនឹងគឺពិបាកមែនតើលោកបងដូច្នេះហើយបានជានៅក្នុងសេចក្តីដែលយើងដែលយើងទទួលបានក្នុងសម័យនេះយើងអរប្រគុណព្រះអង្គទៅពីព្រោះជាសម័យប្រគុណដែលមានព្រះមេសុទ្ធមានសេចក្តីជំនឿគ្រប់គ្រាន់សម្រាប់ឲ្យយើងជឿហើយអាចទទួលស្គាល់ថាព្រះយេស៊ូវជាព្រះអង្គម្ចាស់សង្គ្រោះហើយអាចថ្លែងហើយអាចគេហៅថាទទួលយកនៅការគេហៅថាត្រាស់ហៅរបស់ព្រះអង្គឲ្យយើងធ្វើការបម្រើព្រះអង្គបានគឺកន្លែងនេះហើយដែលខ្ញុំចង់បញ្ជាក់លើចិត្តថាលោកអ្នកមានពរហើយអេមែនបន្តទៅទៀតបន្តមកខ្ញុំក៏សួរទៅទេវតាក្នុងចំណោមទេវតាបរិសុទ្ធដែលនៅជាមួយខ្ញុំថាតើភ្លើងដែលនៅទីនោះសម្រាប់គោលដៅអ្វីព្រោះនៅទីនេះមិនមែនជាឋានសួគ៌ទេប៉ុន្តែមានសុទ្ធតែអណ្ដាតភ្លើងដែលឆេះសន្ធោសទៅវិញដូច្នេះហើយនៅខាងក្នុងមានឮតែសំឡេងត្អូញត្អែហាក់ដូចជាវេទនាខ្លាំងណាស់ដោយការឈឺចុកចាប់ឥឡូវនេះរៀបរាប់អំពីកន្លែងទរណកម្មនិងកន្លែងបឹងភ្លើងដែលពួកអ្នកអំពើប្រព្រឹត្តអំពើទុច្ចរិតមនុស្សអាក្រក់អ្នកដែលមិនជឿអីហ្នឹងត្រូវរងទុក្ខសូមស្ដាប់ទេវតាលោកបានឆ្លើយថានៅទីនេះជាកន្លែងដែលសម្រាប់បោះវិញ្ញាណរបស់ពួកមានបាបទាំងអស់ចូលទៅក្នុងនោះ
និងពួកអ្នកផ្ដាសាប្រមាថមើលងាយក៏ដូចជាអស់អ្នកដែលបានធ្វើអំពើអាក្រក់ទាំងអស់អ្នកធ្វើឲ្យខូចព្រះបន្ទូលដែលទ្រង់បានមានបន្ទូលតាមរយៈមាត់របស់ពួកហោរាទាំងអស់លោកអ្នកសូមកត់ចំណាំកន្លែងហ្នឹងព្រះអង្គមានបន្ទូលតាមរយៈហោរាហើយបើសិនជាលោកអ្នកប្រឆាំងទៅនឹងការដែលថ្លែងទំនាយឬក៏ព្រះអង្គមានព្រះបន្ទូលតាមរយៈហោរានោះលោកអ្នកបងប្អូនហើយលោកអ្នកក៏មានចំណែកនៅក្នុងកន្លែងដែលត្រូវបណ្ដាសានឹងដែរដូច្នេះសូមប្រុងប្រយ័ត្នហោរាក៏មានហោរាខ្លាំងៗដែរប៉ុន្តែសម្រាប់ហោរារបស់ព្រះបើលោកអ្នកបងប្អូនត្រូវបានសម្ដែងឲ្យឃើញថាហោរាណាមួយជាហោរាពិតប្រាកដហើយសូមគុំប្រឆាំងឬក៏ទាស់ទៅនឹងព្រះបន្ទូលព្រះអង្គអីអ្នកបងប្អូនឃើញទេខ្ញុំសូមអានម្ដងទៀតទេវតាលោកបានឆ្លើយថានៅទីនោះគឺជាកន្លែងសម្រាប់បោះវិញ្ញាណរបស់ពួកមានបាបទាំងអស់ចូលទៅក្នុងនោះនិងពួកអ្នកផ្ដាសាប្រមាថមើលងាយក៏ដូចជាពួកអ្នកអស់អ្នកដែលធ្វើអំពើអាក្រក់ទាំងអស់អ្នកធ្វើឲ្យខូចព្រះបន្ទូលព្រះធ្វើឲ្យខូចនេះថាបើព្រះអង្គមានបន្ទូលតាមហោរាអញ្ចេះយើងបកស្រាយចុះខូចអ្នកបងប្អូនណាខូចអញ្ចឹងព្រះបន្ទូលព្រះអង្គគឺជាព្រះបន្ទូលរស់នៅពេលដែលលោកអ្នកអាននៅក្នុងខ1ឬជំពូក1បើសិនជាព្រះអង្គមានបន្ទូលមកកាន់លោកអ្នកយ៉ាងម៉េចហើយពេលនោះហោរាគាត់បានអធិប្បាយផ្សេងពីនឹងទៀតនោះមានន័យយ៉ាងម៉េចតើហោរាខុសលោកអ្នកត្រូវឬក៏លោកអ្នកត្រូវហោរាខុសត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ប្រាប់លោកអ្នកបងប្អូនឲ្យជ្រាបច្បាស់ហើយសូមកត់សម្គាល់នៅពេលដែលព្រះអង្គមានបន្ទូលមកកាន់លោកអ្នកនៅក្នុងខតែមួយដូចគ្នាគឺដោយហេតុថាព្រះអង្គជាព្រះដែលមានព្រះជាព្រះដែលមានបជនរស់ហើយព្រះបន្ទូលព្រះអង្គរស់ដូច្នេះសម្រាប់ព្រះបន្ទូលមួយមកកាន់ជីវិតអ្នកគឺមិនដូចជាព្រះបន្ទូលមួយដែលហោរាក៏អធិប្បាយទេសូមខ្ញុំនិយាយម្ដងទៀតគឺដោយសារតែព្រះបន្ទូលរស់បន្ទូលព្រះនៅក្នុងខតែមួយមកកាន់ជីវិតអ្នកមិនដូចជាអ្វីដែលហោរាអធិប្បាយទេហេតុអីពីព្រោះពេលខ្លះសេចក្តីអធិប្បាយនោះមិនមែនសម្រាប់ឬការព្រះបន្ទូលដែលព្រះអង្គឲ្យហោរានាំចេញពីមាត់គាត់នោះមិនមែនសម្រាប់អ្នកដែរអាចលោកអ្នកបងណាដូច្នេះយើងគ្រាន់តែពិចារណាហើយត្រឹងថ្លែងដោយគុំយកមកវែងនិយាយថាអូកន្លែងនេះត្រូវបរៀនចេះកន្លែងនេះត្រូវបរៀនចុះមិនដូចនេះទេសូមប្រុងប្រយ័ត្នលោកអ្នកបងណាពីព្រោះសេចក្តីនេះមានសេចក្តីថ្លែងចេញមកជាយូរយារណាស់មកហើយមានថាហោរានោះសរសេរមុនលោកម៉ូសេទៀតដូច្នេះសូមកុំឲ្យមានទោសឬក៏ទៅកាន់កន្លែងដែលវឹកវរនេះឲ្យសោះលោកបងហើយពីព្រោះកន្លែងហ្នឹងទេវតាប្រាប់ថាសម្រាប់អ្នកណាខ្លះមើលសម្រាប់បោះវិញ្ញាណពួកមានបាបទាំងអស់និងពួកអ្នកផ្ដាសាប្រមាថមើលងាយក៏ដូចជាអស់ពួកអ្នកដែលបានធ្វើអំពើអាក្រក់ទាំងអស់អ្នកដែលធ្វើឲ្យខូចព្រះបន្ទូលដែលព្រះទ្រង់បានមានបន្ទូលតាមរយៈមាត់របស់ពួកហោរារបស់ទ្រង់ទាំងអស់អញ្ចឹងមានថាប្រកាសជាមានអ្នកដែលទាស់ជាមួយនឹងព្រះបន្ទូលដែលតាមរយៈមាត់ហោរាហើយណាដែលពួកគេគួរតែធ្វើតាមព្រោះការទាំងអស់នោះមានសារៈសំខាន់ណាស់ដែលនឹងត្រូវបានសរសេរឡើងនិងមានការបោះត្រានៅឋានសួគ៌ខាងលើផងអញ្ចឹងអ្វីដែលហោរានាំមកដូចជាហោរាយេរេមៀក្តីហោរាណាក៏ដោយតែថ្លែងជាមកឲ្យកត់ត្រាសរសេរគឺមានការបោះត្រានៅលើឋានសួគ៌ហើយជាស្រេចមិនមែនកើតមកឲ្យឯងហើយគ្មានសេចក្តីគេទទួលស្គាល់ទេអញ្ចឹងឋានសួគ៌ទទួលស្គាល់គឺជារឿងមួយមិនអាចកែប្រែបាននោះទេបងប្អូនពួកទេវតាទាំងអស់នឹងអានអំពីរឿងរ៉ាវពួកគេដើម្បីនឹងបាននៅថាតើនឹងមានអ្វីត្រូវធ្វើចំពោះពួកវិញ្ញាណទាំងអស់វិញ្ញាណរបស់ពួកមានបាបនឹងចំពោះវិញ្ញាណនៃអ្នកដែលបន្ទាបខ្លួនហើយដើម្បីឲ្យបានដឹងថាអ្នកណាដែលនឹងត្រូវទទួលរងការឈឺចាប់នៅក្នុងរូបរាងកាយរបស់ពួកគេអ្នកណាដែលនឹងត្រូវបានទទួលរង្វាន់ពីព្រះអ្នកណាដែលត្រូវបានធ្វើឲ្យការដែលត្រូវធ្វើឲ្យរងការឈឺចាប់ខូចប្រយោជន៍ដោយការប្រព្រឹត្តរបស់មនុស្សអាក្រក់អ្នកណាដែលបានស្រឡាញ់ដល់ព្រះអ្នកណាដែលមិនបានភ្ជាប់ខ្លួនឬ
ឬមិនស្រឡាញ់មាសប្រាក់ឬក៏របស់ដែលល្អក្នុងលោកីប៉ុន្តែបានប្រគល់រូបកាយរបស់ពួកគេដើម្បីនឹងរងទុក្ខទោសដោយព្រោះព្រះអញ្ចឹងព្រះបន្ទូលព្រះនៅពេលដែលព្រះអង្គថ្លែងតាមរយៈមរហរាគឺបានបោះត្រាហើយក៏ដូចជាពួកទេវតាដែរគឺនៅពេលដែលព្រះបន្ទូលចេញមកគឺចេញមកប្រកាសចេញមកគឺដើម្បីនៅពេលដែលយើងចាប់ផ្ដើមពិចារណាអូអ្នកខ្លះថាអូត្រូវហើយថាអូខុសហើយអញ្ចឹងមានសេចក្តីថ្លឹងថ្លែងនៅមុនណាមានសេចក្តីថ្លឹងថ្លែងហើយក៏វិនិច្ឆ័យចំពោះការពិចារណារបស់យើងទៅលើព្រះបន្ទូលព្រះដែរដូច្នេះហើយបានជានៅក្នុងនេះមានការងាររបស់ទេវតាដើម្បីចាំឃ្លាំមើលកត់ត្រាហើយនឹងវិនិច្ឆ័យតទៀតអរអ្នកណាដែលតាំងពីពេលកើតមកមិនដែលលមោបចង់បានទ្រព្យសម្បត្តិនៅផែនដីប៉ុន្តែបានចាត់ទុកខ្លួនឯងគ្រាន់តែជាដង្ហើមដែលត្រូវឆ្លងកាត់លើផែនដីបណ្ដោះអាសន្នប៉ុណ្ណោះហើយដែលបានដឹកនាំខ្លួនពួកគេនឹងបានទទួលការពិសោធន៍លបងលោពីព្រះយ៉ាងច្រើនហើយបង្ហាញឲ្យឃើញថាវិញ្ញាណរបស់ពួកគេបរិសុទ្ធដូចនេះហើយទើបពួកគេអាចទទួលព្រះពរដែលនៅព្រះនាមទ្រង់បានលោកអ្នកបងប្អូនព្រះពរគឺមានការលបងលោជាការពិតនេះជាការពិតមិនមែនជាការខ្លែងបន្លំដូច្នេះហើយបានជាពួកសាវកក៏បានថ្លែងប្រាប់ឲ្យយើងដឹងថានៅពេលដែលព្រះអង្គលបងលោយើងចូលយើងមានអំណរហេតុអីពីព្រោះមានប្រពោរៀបចំទុកសម្រាប់មានប្រពោត្រៀមចាំជាការពិតមែនតទៀតឯព្រះពរទាំងអស់របស់ពួកគេខ្ញុំបានរៀបរាប់រួចហើយនៅក្នុងសៀវភៅមួយហើយទ្រង់បានប្រទានរង្វាន់សម្រាប់ពួកគេដោយព្រោះពួកគេទាំងអស់នោះត្រូវបានមើលឃើញថាបានស្រឡាញ់ដល់កិច្ចការឋានសួគ៌និងចង់បានជីវិតឱកាសជានិច្ចមួយព្រះទ្រង់បានមានបន្ទូលថាខណៈពេលដែលពួកគេបានថ្វាយព្រះពរដល់អញពួកគេត្រូវទទួលរងនៅការជន់ឈ្លីដោយពួកមនុស្សអាក្រក់ពួកគេបានឮពីការជេរប្រមាថដាក់បណ្ដាសាមើលងាយនឹងត្រូវបានរងការអាម៉ាស់ហើយមើលឥឡូវនេះអញនឹងហៅពួកគេថាជាវិញ្ញាណដ៏ល្អដែលចេញពីជំនាន់នៃពន្លឺអញក៏នឹងផ្លាស់ប្ដូរអស់អ្នកដែលបានកើតនៅក្នុងសេចក្តីងងឹតដែរប៉ុន្តែរាងកាយរបស់ពួកគេគឺមិនបានទទួលរង្វាន់នៃសេរីល្អទេព្រោះពួកគេមិនបានប្រព្រឹត្តឲ្យសមតាមសេចក្តីជំនឿដែលពួកគេទទួលនៅព្រះនោះឡើយអញ្ចឹងនៅក្នុងខនេះព្រះអង្គចង់មានបន្ទូលថាអ្នកដែលរងការឈឺចាប់ដោយសារការដែលគេប្រមាថមើលងាយនៅក្នុងគណៈពេលដែលគេថ្វាយបង្គំព្រះអង្គក្តីបម្រើព្រះអង្គក្តីឬក៏ធ្វើការអីក៏ដោយនៅពេលដែលយើងនិយាយអំពីព្រះនាមព្រះប្រាប់គេមើលងាយអញ្ចឹងអ្នកទាំងអស់នោះថ្ងៃចុងក្រោយរូបកាយរបស់គេនឹងទទួលស្រីល្អពន្លឺភ្លឺអស្ចារ្យមែនទែនប៉ុន្តែមានមនុស្សមួយពួកទៀតព្រះអង្គសង្គ្រោះដែរអញ្ចឹងបានជាយើងពិតជាដឹងថាអ្នកណានឹងទទួលបានការសង្គ្រោះឬអ្នកណាមិនបានទទួលការសង្គ្រោះណាបងប្អូនការសង្គ្រោះគឺមិនតាក់ទងជាមួយនឹងការរងទុក្ខនឹងការងារព្រះអង្គទេការសង្គ្រោះនៅពេលដែលជឿហើយផ្លាស់ប្រែចិត្តហើយគេថាផ្លាស់ប្ដូរចិត្តគំនិតពិតប្រាកដដូចចៅអញ្ចឹងវាមានឱកាសតែបន្តិចទេនៅពេលនៅជាប់ជិះឆ្កាងមួយព្រះអង្គហ្នឹងគឺបានសង្គ្រោះដែរអញ្ចឹងត្រង់ចំណុចហ្នឹងក៏បាននិយាយនៅក្នុងព្រះគម្ពីរហេនុកមុននឹងហើយដែរថាអ្នកដែលព្រះអង្គនឹងបំផ្លាស់បំប្រែនៅក្នុងនៅក្នុងកន្លែងយកពីកន្លែងងងឹតមកមានថាគេជឿបធុញញុចឬក៏គេជឿក្នុងស្ថានភាពមួយដែលគេហៅថាគេចិត្តជីវិតចុងក្រោយយើងនិយាយចោះប៉ុន្តែពួកគេជាមួយខ្ញុំអានម្ដងទៀតណាព្រះទ្រង់មានបន្ទូលថាកន្លែងនេះព្រះអង្គមានបន្ទូលខណៈពេលដែលពួកគេបានថ្វាយព្រះពរដល់អញពួកគេត្រូវបានទទួលរងការជន់ឈ្លីដោយពួកអាក្រក់ពួកមនុស្សអាក្រក់ពួកគេបានឮពីការជេរប្រមាថដាក់បណ្ដាសាមើលងាយនឹងត្រូវបានរងការអាម៉ាស់ហើយមើលឥឡូវនេះអញនឹងហៅពួកគេថាជាវិញ្ញាណដ៏ល្អដែលចេញពីជំនាន់នៃពន្លឺឃើញទេហើយមួយទៀតពួកអ្នកដែលត្រូវបានសង្គ្រោះដែរប៉ុន្តែសង្គ្រោះមិនគេហៅថារាងកាយទទួលបានតែការសង្គ្រោះ
អញក៏នឹងផ្លាស់ប្ដូរអស់អ្នកដែលបានកើតនៅក្នុងសេចក្តីងងឹតដែរប៉ុន្តែរាងកាយរបស់ពួកគេនឹងមិនបានទទួលរង្វាន់នៃសេរីល្អទេអញ្ចឹងមានថាអ្នកដែលមុនអ្នកដែលត្រូវអ្នកបម្រើព្រះអង្គដែលរងការបៀតបៀនហើយនៅតែស្មោះត្រង់អ្នកដែលមិនស្រឡាញ់ទ្រព្យសម្បត្តិមិនយកទ្រព្យសម្បត្តិធំជាងព្រះអង្គអញ្ចឹងចាស់ហើយរាងកាយរបស់ពួកគេនឹងទទួលបានសេរីល្អប៉ុន្តែពួកអ្នកដែលបានត្រឹមតែមកសង្គ្រោះអត់ទេព្រោះពួកគេមិនបានប្រព្រឹត្តឲ្យសមតាមសេចក្តីជំនឿដែលពួកគេនឹងទទួលនោះឡើយតទៀតអញនឹងនាំអស់អ្នកណាដែលស្រឡាញ់ព្រះនាមដ៏បរិសុទ្ធរបស់អញទៅក្នុងរស្មីនៃពន្លឺឃើញទេហើយអញនឹងដាក់ពួកគេម្នាក់ឲ្យអង្គុយលើបាឡាំងនៃសេរីល្អនីមួយគឺជាបាឡាំងកិត្តិយសលោកអ្នកបងប្អូនជាអ្នកបម្រើព្រះអង្គហើយលោកអ្នកមានពន្លឺលោកអ្នកមានបាឡាំងលោកអ្នកស្ដាប់ច្រឡំទេណាលោកអ្នកជាអ្នកបម្រើព្រះអង្គដែលរងទុក្ខឈឺចាប់ដោយសារព្រះនាមព្រះអង្គលោកអ្នកមានបាឡាំងហាឡេលូយ៉ាហើយពន្លឺនៃសេរីល្អលោកអ្នកភ្លឺចែងចាំងមិនដល់ព្រះទេប៉ុន្តែគឺអស្ចារ្យមែនទែនតាមយ៉ាងដាក់សម្បត្តិរបស់ពួកគេរៀងខ្លួនហើយពួកគេនឹងត្រូវបានសម្រាកក្នុងរយៈពេលដែលមិនកំណត់លែងមានពេលវេលាស្លាប់សម្រាប់ពួកអ្នកទាំងអស់នឹងទៀតហើយលោកអ្នកបងប្អូនទាំងអស់នេះលើកទឹកចិត្តយើងទាំងអស់គ្នាមែនទែនដែលជាអ្នកបម្រើព្រះអង្គដែលហត់នឿយដែលលំបាកដែលឈឺចាប់ប៉ុន្តែនៅពេលមួយព្រះអង្គនឹងអង្គុយលើបល្ល័ង្កហើយយើងនឹងភ្លឺចែងចាំងហើយលែងមានថ្ងៃកំណត់អំណរអទ្រព្យសម្បត្តិគេហៅថាសន្តិភាពគឺយើងលែងខ្វះប្រាជ្ញាក៏មិនបាច់និយាយហូរដូចជាទឹកអាមែនបន្តទៀតអញនឹងនាំអស់អ្នកណាដែលស្រឡាញ់ព្រះនាមដ៏បរិសុទ្ធរបស់អញទៅក្នុងរស្មីនៃពន្លឺហើយអញនឹងដាក់ពួកគេម្នាក់ឲ្យអង្គុយនៅលើបល្ល័ង្កនៃសេរីល្អនីមួយគឺជាបល្ល័ង្កកិត្តិយសតាមលក្ខណៈសម្បត្តិរបស់ពួកគេរៀងខ្លួនហើយពួកគេនឹងត្រូវបានសម្រាកក្នុងរយៈពេលដែលមិនកំណត់នេះគឺជាការជំនុំជម្រះដ៏សុចរិតរបស់ព្រះចំពោះអ្នកដែលមានសេចក្តីជំនឿទៀងត្រង់ទ្រង់នឹងផ្ដល់ទៅដល់ពួកគេនៅទីលំនៅដ៏សុចរិតទៀងត្រង់ពួកគេទាំងអស់គ្នានឹងបានឃើញអស់អ្នកដែលកើតនៅក្នុងទីងងឹតត្រូវបានបោះចូលទៅក្នុងទីងងឹតក្នុងកំឡុងពេលដែលពួកសុចរិតកំពុងតែមានសេចក្តីសុខនិងសម្រាកពួកមានបាបនឹងស្រែកយំហើយក៏បានឃើញពួកសុចរិតដែលកំពុងតែស្ថិតនៅក្នុងពន្លឺរស្មីនឹងចេះតែបន្តទៅមុខជារហូតលែងមានរយៈពេលកំណត់សម្រាប់ពួកគេទៀតអាមែនហើយអាមែននេះជាសេចក្តីបញ្ចប់និមិត្តរបស់លោកហេណុកដែលជាហោរាសូមឲ្យព្រះពរនៃការអធិដ្ឋានរបស់គាត់និងអំណោយទាននៃពេលវេលាដែលគាត់ត្រូវបានតែងតាំងឡើងបាននៅជាមួយអស់អ្នកដែលជាទីស្រឡាញ់ដល់គាត់អាមែនហើយអាមែនព្រឹកពីហេណុកបញ្ចប់តែប៉ុណ្ណេះគឺបញ្ចប់ដោយការលើកទឹកចិត្តបញ្ចប់ដោយព្រះពរអាមែនអរគុណព្រះអង្គហើយខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូនដែលបានអានដែលបានយល់ហើយនៅក្នុងព្រះគម្ពីរហេណុកនេះលោកអ្នកនឹងទទួលបានប្រាជ្ញាសន្តិភាពហើយក៏ដូចជានឹងទទួលបានការតែងតាំងពីព្រោះថាអ្នកដែលព្រះអង្គតែងតាំងឡើងគឺល្អណាស់លោកអ្នកបងប្អូនគឺថ្ងៃចុងក្រោយលោកអ្នកនឹងទទួលបានពន្លឺស្រីល្អទទួលបានបល្ល័ង្កហើយព្រះអង្គនឹងសងលោកអ្នកតាមគ្រប់ទាំងអ្វីដែលលោកអ្នកបានហៅថាទទួលនៅលើផែនដីនេះហើយលើសទៅទៀតពីព្រោះព្រះអង្គមានรู้ថាយើងធ្វើតែបន្តិចទេព្រះអង្គតែព្រះអង្គប្រទានច្រើនអញ្ចឹងនេះជាការលើកទឹកចិត្តដល់អស់អ្នកដែលបម្រើព្រះអង្គដែលកំពុងតែជួបបញ្ហាព្រះអង្គមិនទាន់ឆ្លើយតបក្តីកំពុងតែរងទុក្ខលំបាកក្តីដូច្នេះហើយតាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរនេះសូមឲ្យលោកអ្នកទាំងអស់គ្នាមានកម្លាំងមានចិត្តក្លាហានហើយនៅតែបម្រើឲ្យស្រឡាញ់ដល់ព្រះអង្គម្ចាស់ដែលជាព្រះយេស៊ូវម៉ាស៊ីយ៉ាដែលជាព្រះអង្គម្ចាស់របស់បងប្អូនអស់គ្នាហើយនឹងខ្ញុំដែរសូមឲ្យលោកអ្នកបងប្អូនដឹងថាលោកអ្នកបងប្អូនគឺជាអ្នកដែលព្រះអង្គរើសតាំងហើយលោកអ្នកត្រូវតែរងទុក្ខពីព្រោះព្រះពររបស់ព្រះត្រូវតែទទួលការរងទុក្ខដើម្បីទទួលបានព្រះពរដ៏បរិសុទ្ធហើយព្រះពរនោះ
នឹងជាប់លាប់នៅជាមួយបងប្អូនជាដរាបឱកាសជានិច្ចនៅពេលចុងក្រោយដូច្នេះខ្ញុំសូមបញ្ចប់ហើយជម្រាបលាយើងនឹងជួបគ្នានៅក្នុងសៀវភៅក្រោយៗទៀតសូមព្រះអង្គម្ចាស់ដ៏ជាព្រះដ៏មានគ្រប់ទាំងប្រពោគ្រប់ទាំងអំណាចចេស្តាបានប្រទានពរជូនដល់បងប្អូននៅព្រះពរកតញ្ញូទ្រព្យសម្បត្តិនិងបំពេញប្រាជ្ញានិងព្រះមានឱសថព្រមទាំងពន្ធកិច្ចយ៉ាងសំខាន់គឺជាអ្នកចម្រូតដ៏អស្ចារ្យថ្វាយដល់ព្រះដ៏ខ្ពស់បំផុតហើយសូមអញ្ជើញជំនះរបស់ព្រះអង្គម្ចាស់បានឈ្នះទៅលើផែនដីនេះនៅលើពួកវិញ្ញាណអាក្រក់ក៏ដូចជាពួកអ្នកដែលពលបរិវារដែលជាមនុស្សអាក្រក់ដែរក្នុងព្រះនាមព្រះយេស៊ូវមេស៊ីយ៉ាសូមឲ្យសេចក្តីអធិដ្ឋាននេះបានបោះត្រាទៅដល់ព្រះបិតានៅក្នុងព្រះនាមព្រះយេស៊ូវមេស៊ីយ៉ាសូមព្រះអង្គឆ្លើយតបហើយសូមព្រះអង្គការពារយើងខ្ញុំទាំងអស់គ្នាដែលនៅព្រះលិខិតដ៏អស្ចារ្យគឺព្រះអង្គម្ចាស់ព្រះយេស៊ូវអេមែនអេមែនជម្រាបលាអេមែន